នឹងព្រះអង្គទ្រង់ត្រាស់សម្ដែងព្រះគាថាធម្មបទនៅក្នុងបុព្វវគ្គប្រារព្ធឧបាសិកាវិសាខាណាទៀតនឹងដែលឧបាសិកាវិសាខាជាអ្នកបានបំពេញបុណ្យកុសលយ៉ាងច្រើននឹងដូចជានាយមេលាកាគឺអ្នកក្រងផ្កាធ្វើឲ្យទៅជាបាច់ទៅជាសំណុំយ៉ាងណាឲ្យកម្រងផ្កានឹងល្អហ្នឹងវាត្រូវតែជ្រើសរើសផ្កាពីគំនូរផ្កាចូលទៅក្នុងសួនផ្កាហើយកាប់ផ្កាច្រើនយកមកដាក់គួរមកនឹងបើសិនជាគំនូរផ្កាហ្នឹងវាតិចតួចទោះជាអ្នកក្រងនឹងឆ្លាតឆ្លៀសយ៉ាងណាក៏វាអត់បានផ្កាច្រើនអត់រើសផ្កាបានតាមសេចក្តីប្រាថ្នាទេផ្កាវាតិចហ្នឹងបើតើតែគំនូរផ្កាហ្នឹងវាច្រើនហើយបើគំនូរផ្កាហ្នឹងច្រើនមែនប៉ុន្តែអ្នកក្រងហ្នឹងមិនឆ្លាតមិនឆ្លៀសក៏ក្រងអត់បានល្អមិនអញ្ចឹងទេណាហ្នឹងហើយបើថាផ្កាហ្នឹងវាតិចហើយអ្នកក្រងអត់ឆ្លាតទៀតអាហ្នឹងមិនបាច់និយាយទេណាហ្នឹងក៏ប៉ុន្តែណាព្រះអង្គទ្រង់សម្ដៅសេចក្តីប្រៀបត្រង់ដែលថាគំនូរផ្កាហ្នឹងវាច្រើនផ្កាគ្រប់មុខល្អហើយអ្នកក្រងផ្កាហ្នឹងឆ្លាតឆ្លៀសទៀតអញ្ចឹងក្រងផ្កាបានច្រើនទេហើយបានល្អទេនឹងរៀបចំពួរអីក៏បានល្អហ្នឹងព្រះអង្គសម្ដែងកន្លែងហ្នឹងព្រះអង្គសម្ដែងទៅយថាបិពុបរាសិមហាហ្នឹងគឺក្នុងគំនូរផ្កាណាទៀតនឹងយថាបិពុបរាសិមហាកយិរាមេលេគុនេបហូណាមេលេគុនេហើយនឹងមេលេគុលេគឺដូចគ្នាទាំងក្នុងការដែលក្រងនៅផ្កាពីគំនូរផ្កាហ្នឹងដោយឧបាសិកាវិសាខាអញ្ចឹងមានបនបានធ្វើទុកមកក្នុងជាតិរបស់ឧបាសិកាវិសាខាហ្នឹងមានសម្បត្តិក៏ច្រើនឃើញណានឹងមានសម្បត្តិច្រើនបិតាចែកឲ្យមកហ្នឹងដោយសារជាអ្នកមានបនបានធ្វើទុកមកហ្នឹងទ្រព្យសម្បត្តិច្រើនណាគ្រាន់តែប្រាក់ដឹករទេះមកហ្នឹង500រទេះហ្នឹងកហបណៈដឹករទេះមកបិតាបកគលមកឲ្យហើយអាភេជ្ជៈធ្វើពីមាស500រទេះធ្វើពីប្រាក់500រទេះពីសម្រិត500រទេះពីលង្ហិន500រទេះនេះ500រទេះច្រើនណាស់ណាសម្បើមមែនទេហ្នឹងប្រាប់សម្បត្តិហ្នឹងហើយគ្រាន់តែអាវមួយហ្នឹង9កោតទៅថ្លៃឈ្នួលជាង100,000ទៀតហ្នឹងឈ្នួលជាង500នាក់បាន100,000ហបណៈហើយអាវហ្នឹង9កោតដល់អញ្ចឹងអាហ្នឹងឯងប្រៀបដូចជាគំនូរផ្កាដ៏ធំហើយឧបាសិកាវិសាខាជាអ្នកឆ្លាតទៀតដល់ជាអ្នកឆ្លាតអញ្ចឹងវាត្រូវគ្នាត្រង់ដែលថាផ្កាក៏វាច្រើនអ្នកក្រងផ្កាហ្នឹងក៏វាឆ្លាតគឺក្រងផ្កាបានល្អយ៉ាងណាឧបាសិកាវិសាខាយ៉ាងនោះណាទៀតទ្រព្យសម្បត្តិក៏ច្រើនឆ្លាតឆ្លៀសក្នុងការចាត់ចែងហ្នឹងក៏បានល្អបានព្រះអង្គទ្រង់រំលឹកដាស់តឿនជាទូទៅទៀតព្រះអង្គទ្រង់រំលឹកថាអេវ៉ាំងជាតេនមច្ចេនៈកតពាំងកុសលាំងពហុងយ៉ាងណាមិញអ្នកដែលមានសេចក្តីស្លាប់ជាធម្មតាទៀតអេវ៉ាំងជាតេនមច្ចេនៈនឹងអ្នកដែលមានសេចក្តីស្លាប់ជាធម្មតាណាអ្នកស្លាប់ជាធម្មតាយើងផងទេណាយើងផងដែរទេណាអ្នកដែលមានសេចក្តីស្លាប់ជាធម្មតាហ្នឹងអញ្ចឹងកតពាំងកុសលាំងពហុងកប់បីធ្វើនៅកុសលឲ្យបានច្រើននឹងព្រះអង្គផ្ដាំអញ្ចឹងយើងដែលមានសេចក្តីស្លាប់ជាធម្មតាហ្នឹងក៏បីបំពេញបុណ្យកុសលឲ្យបានច្រើនហ្នឹងហើយសំបីតែសម្លាញ់របស់បាសិកាវិសាខាទាំងគ្រាន់តែអនុមោទនាទេណាអនុមោទនាប្រាសាទថ្មី2ជាន់ទេមកជាន់500បន្ទប់ហ្នឹងគ្រាន់តែអនុមោទនាបុណ្យឧបាសិកាវិសាខាដែលកសាងប្រាសាទវេថ្វាយសង់អស់ជីវិតមុនឧបាសិកាវិសាខាទៅនៅឋានតាវតឹងអត់ទេនៅឋានតាវតឹងមានប្រាសាទទេនិយាយបានថាបុណ្យអនុមោទនាយើងកុំថាយើងអត់បានធ្វើដោយខ្លួនឯងផងវាគ្មានបានបុណ្យអីទេអត់ទេនៅក្នុងវិមានវត្ថុទេក្នុងគម្ពីរវិមានវត្ថុនឹងអំពីរឿងក្នុងការថ្វាយនៅវិមានចំពោះសង្ឃហ្នឹងប្ររពទៅលើបាសិកាវិសាខានិងសម្លាញ់បាសិកាវិសាខាវិមាន6ដណ្ដប់យោជកម្ពស់ហើយ4ជ្រុង6ដណ្ដប់យោជវិមានហើយមានពន្លឺផ្សាយចេញអំពីវិមានហ្នឹង100យោជតែនឹងសម្លាញ់បាសិកាវិសាខាគ្រាន់តែបានអនុមោទនាបុណ្យអំពីបាសិកាវិសាខាដែលបានជូនបុណ្យដល់មិត្តសម្លាញ់ទាំងឡាយហ្នឹងណានឹងបានវិមានដល់ប៉ុណ្ណឹងតែព្រះអនុរុទ្ធបាននិមន្តទៅសួរទេពអប្សរហ្នឹងហើយមានទេពអប្សរ1000ជាបរិវារនៅទៅទៀតហ្នឹងចំណែកឧបាសិកាវិសាខានៅឋាននោះនៃមេរតីទៅ
ឋានសួគ៌ជាន់ទី5អកមហេសីនៃព្រះជាក្នុងឋាននោះឯងនឹងចង់និមិត្តខ្លួនឯងឲ្យទៅជាស្អីបានទាំងអស់ឲ្យស្អាតមហាស្អាតយ៉ាងណាក៏និមិត្តបានដូចចិត្តទៅនិមិត្តរតីនឹងនៅនឹងឧបាសិកាវិសាខាណាទៀតឲ្យអត់មានមកមនុស្សវិញទេណានឹងបើយើងចង់ជួបឧបាសិកាវិសាខាក៏ទៅហ្នឹងណាបានជួបអត់មកមនុស្សវិញទេនឹងឧបាសិកាវិសាខានឹងជាសត្តាបណ្ឌបុគ្គលឈ្មោះថាវត្តដភិរតៈជាអ្នកត្រេកអរក្នុងវត្តដណាទៀតនៅក្នុងគម្ពីរបុគ្គលបញ្ញត្តិហ្នឹងព្រះអត្តកថាសម្ដែងឧបាសិកាវិសាខាណាថបិនប្រអិនហើយទេបុត្រផ្សេងទៀតហ្នឹងប្រមាណ7អង្គហ្នឹងគឺជាអ្នកត្រេកអរក្នុងវត្តដាក់នៅក្នុងទេវលោក6ជាន់ហ្នឹងទៀតរីករាយក្នុងវត្តដាក់ហ្នឹងរួចទៅបានជាតិទី7ត្រូវទៅកើតក្នុងអកនិត្តកៈព្រហ្មហ្នឹងរូបព្រហ្មជាន់ខ្ពស់ជាងគេណាជាន់ខ្ពស់ជាងគេសម្រាប់សទ្ធាវះព្រហ្មចឹងអកនិត្តកៈព្រហ្មហ្នឹងគឺបានដីថាមុននឹងទៅដល់អកនិត្តកៈព្រហ្មបានអនាគានៅក្នុងទេវលោក6ជាន់ណាមួយរួចទៅបានអស់ជីវិតទៅជាតិទី7ហ្នឹងគឺដែលនៅអកនិត្តកៈព្រហ្មហ្នឹងហើយបរិនិព្វានក្នុងអកនិត្តកៈព្រហ្មណាឧបាសិកាវិសាខាទេហ្នឹងអត់មានមកមនុស្សវិញទេហ្នឹងហើយឥឡូវហ្នឹងមិនទាន់ទៅទេនៅនឹងមានរតីញាតិញោមប្រុសស្រីធ្វើបុណ្យឲ្យច្រើនទៅចម្រើនភាវនាទៅចម្រើនធ្វើទានធ្វើសិលហើយចម្រើនភាវនាបានឧបចារៈសមាធិអីមិនសាបសូន្យអាចបានទៅដល់និមានរតីហើយចឹងឧបចារៈសមាធិណាចិត្តបឋមឈាននឹងអាចបាននិមានរតីឬបរនិមិតវសវតីបានជួបព្រះអរិយបុគ្គលតនសម័យពុទ្ធកាលនឹងយ៉ាងណាហ្នឹងប៉ុន្តែឥឡូវឧបាសិកាវិសាខាមិនទាន់អស់ជីវិតទេរៀបរាប់តទៅទៀតណាមិញហ្នឹងគឺរំលងទៅដល់ជីវិតចុងក្រោយឥឡូវមិនទាន់ទេឧបាសិកាវិសាខាហ្នឹងឆ្លាតឆ្លៀសណាស់ក្នុងកិច្ចការងារទំនុកម្រងព្រះសាសនាទៀតនៅក្នុងគម្ពីរវិន័យបីដកក៏មានច្រើនរឿងឧបាសិកាវិសាខាពេលមួយទៅកល់ព្រះរាមាភិក្ខនៅនាវត្តចេតពុនបានយកសម្ពុតសម្រាប់ជូតមុខហើយនឹងជូតមាត់នឹងទៅថ្វាយបង្គំព្រះអង្គប្រគេនព្រះរាមាភិក្ខសូមព្រះអង្គទទួលដោយសេចក្តីអនុគ្រោះដើម្បីប្រយោជន៍ដើម្បីសេចក្តីសុខដល់ខ្ញុំម្ចាស់នឹងអស់ការជាអង្វែងព្រះអង្គទ្រង់ទទួលទេពុតជូតមុខជូតមាត់រួចទៅឧបាសិកាវិសាខានឹងឯងនៅកល់ព្រះរាមាភិក្ខព្រះអង្គទ្រង់ត្រាស់សម្ដែងញ៉ាំងឧបាសិកាវិសាខានឹងឲ្យរីករាយឲ្យអាចហ៊ានឲ្យសមាទានដោយខំមីកថារួចទៅឧបាសិកាវិសាខាថ្វាយបង្គំលាព្រះរាមាភិក្ខធ្វើបតិសិនពវលស្ដាំបីជុំព្រះរាមាភិក្ខឲ្យត្រឡប់ចេញមកក្នុងកាលនោះព្រះអង្គអនុញ្ញាតមនីភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យទទួលប្រើប្រាស់នៅសម្ពុតជូតមុខនិងសម្ពុតជូតមាត់ហ្នឹងបានដោយសារឧបាសិកាវិសាខាហ្នឹងហើយក្រោយមកទៀតឧបាសិកាវិសាខាហ្នឹងទឹកតុបបានអាក្អមទឹកបានក្អមទឹកបានអំបោសហើយអាតំណប់សម្រាប់ជូតជើងធ្វើពួកដោយផ្លែឈូកអញ្ចឹងយកទៅថ្វាយព្រះអង្គសូមព្រះអង្គទទួលដោយសេចក្តីអនុគ្រោះដើម្បីប្រយោជន៍ដើម្បីសេចក្តីសុខដល់ខ្ញុំកណាជាម្ចាស់អស់ការដងវែងព្រះអង្គទ្រង់ទទួលតែក្អមទឹកហើយនឹងអំបោសទេអាដែលតំណប់សម្រាប់ជូតជើងហ្នឹងវាល្អវិចិត្រពេកព្រះអង្គអត់ទទួលទេហ្នឹងរួចទៅព្រះអង្គបានញ៉ាំងឧបាសិកាវិសាខាឲ្យរីករាយឲ្យសមាទានឲ្យអាចហ៊ានដោយធម្មីកថារួចចឹងទៅឧបាសិកាវិសាខាថ្វាយបង្គំព្រះរាមាភិក្ខធ្វើផ្ទះសិនត្រឡប់មកវិញព្រះអង្គអនុញ្ញាតឲ្យភិក្ខុទាំងឡាយទាំងឯងទទួលប្រើប្រាស់នៅក្អមទឹកហើយនឹងអំបោសហ្នឹងគឺហ្នឹងពេកកប៉ុកអញ្ចឹងហ្នឹងគឺឆ្លាតឆ្លៀសរៀបចំយ៉ាងនេះរបស់ហ្នឹងពេកកប៉ុកហ្នឹងប៉ុន្តែដល់តែចាំបាច់ត្រូវការវាត្រូវតែប្រើអញ្ចឹងមែនទេណាអាហ្នឹងគឺបញ្ជាក់ឲ្យឃើញអ្នកឆ្លាតហ្នឹងអញ្ចឹងមើលសពមើលគ្រប់ហ្នឹងព្រះអង្គអនុញ្ញាតដោយអាស្រ័យឧបាសិកាវិសាខាហ្នឹងឲ្យប្រើក្អមទឹកឲ្យប្រើអំបោសអីហ្នឹងប៉ុន្តែមិនឲ្យប្រើអាតំណប់ជើងដោយឧបាសិកាវិសាខាយកទៅទេវាពិនិត្យពេកលំបាកធ្វើណាស់អស់ប្រាក់ច្រើនវាលឿយហត់ច្រើនសមណៈត្រូវប្រើរបស់ងាយរបស់សៅម៉ងព្រះអង្គអនុញ្ញាតតំណប់ជូតជើងផ្សេងអញ្ចឹងទៅធ្វើអំពីគ្រួសថ្មអីចឹងទៅឬធ្វើពីឥដ្ឋពីក្បឿងអញ្ចឹងទៅឬក៏ធ្វើអំពីថ្មពពុះសមុទ្រផ្សេងអញ្ចឹងទៅ3យ៉ាងដោយឡែកផ្សេងអញ្ចឹងទៅរបស់វាងាយណាហ្នឹងហើយថ្ងៃក្រោយមកទៀតស្រាប់តែបានផ្លិតទៅទេផ្លិត4ជ្រុងក៏មានអាផ្លិតមូលធ្វើពីស្លឹកត្នោតក៏មានអត់ចាំបាច់អីល្អទេធៀងត្នោតធ្វើជាផ្លិតមូលយកទៅថ្វាយព្រះរាមាភិក្ខព្រះអង្គទ្រង់ទទួលព្រះអង្គអនុញ្ញាតឲ្យភិក្ខុទទួលផ្លិតដើម្បីប្រើប្រាស់ទៀតនឹងរឿងរ៉ាវឧបាសិកាវិសាខានឹងមានច្រើនអញ្ចឹងហើយមានពេលមួយភិក្ខុ
vì họ chẳng lái xăm tần ni sa ba chỉ cao sa khá na ta ba chỉ cao sa khá ban sông pua vườn bay bậc cao vì bề miền bậc hệ ban hay ban bậc kê nơi tây ở thua tây và thọ đã bề miền bậc hệ và ông có ăn nhà ao đal vì họ chẳng lái pra nơi bậc nô rồi chẳng tới bề miền bậc hệ và ông trong giang tới xạ su vì họ năng ấy sa côn ở ba chỉ cao sa khá năng bán bề miền bậc hệ và ông trong sa khá rồi tha cốtทลบประเตียนปูเอาอีปูดอลบาสิกาวิสาขาไม่ได้ขนมเปนี่เฮ้ปีมุนก็ทลบได้ปีเขาอารัตเนียพระองค์สำแดงเตียนพระองค์สำแดงนะนั่งเมียในขนมไปเจียดอเตียนสอรุเจดอดังเวเนี่ยยังกันนายโยอัตเนยสำคัญโบอัตเมียนมาองเตนั่งขนมไปเจียดอนั่งปรบปีเรื่องบาสิกาวิสาขานั่งเองสมปูผมไปประกาศพิเศษเมียนเพียรีบรับทรัพย์กรุบโดยเขียมกันได้เห็นบ้านสำได้ที่ขังได้ไหมโดยเต้บ้านเรื่องนั่งเองได้ปีเขาสาวบาสิกาวิสาขานั้นบ้านเปรียเมียนเพียบางตรงสำได้เจียดดอกปีบนมาเนาะในขนมมิเตลาโนโกนั้นนำการน้องเมียนเปรียเชียชโมสอรุเจเปรียเชียนั้นเมียนบดน่ะเมียนบดน้องได้ชโมสอรุเจได้บ้านเอาแต่เรียนเสลซ่าในตะกะไซลาโนโกให้เมียนเปรียเจบดเปรียเชียขนมโนโกเปรียในไซนั้นแต่เรียนได้มาจูบเนี่ยในสลาสำนักมุ้ยก็รับอามเนี่ยก็แค่แต่เรียนถึงออกเนี่ยเรียนบานเจดังสับกรุบเอาแต่ไรครูจ่าไอสับกรุบให้เวลแต่รับเอาไว้ดอกเพลย์ผมไปมาโนโกเรียนคลุ้นนึกเนี่ยนะเอาเนี่ยให้สัญญาเนี่ยสัญญาเธอตะลองนั่นเนี่ยน่ะนาเมียนโกนปรนาเมียนโกนใส่เองจังนะไอบานเนี่ยจะเพียเยสวาไม่ยังสัญญาพวกสลันเนี่ยนะดาวกราวไอมาในนโกมิตลานั้นนโกมิตลานั้นกลายมากับบานลานสายเรียใช่นะสรุปเจนั้นบานสายเรียtớiกลายมาเมียนโกนเปล่าดัชมุสสรุปเจติดเบ็ดใบกันนะจิตานั่งโกนสรุปเจนั่งบานโกนเปล่าไอ้ประเดี๋ยวในนโกประเดี๋ยวในไซน่ะประเดี๋ยวก็มานั้นกลายมาบานลานสายเรียtớiกลายมาบานโกนใส่ชมุสเมธีนั่งดังจังเต๋อก็บ้านดังตำนังtừ bên tà mau ấy mùi miền cồn pro mùi cồn sấy hãy có trai chặt chạy ngay đầm bay ở bàn về chia nơi cô về này sấy đầm bay và cô sơ mê thia cồn sấy ao từ miền vào đây nơi cô bị tây lan á có su cồn sấy thà mình bật trai sự đây tục rồi bao miền được kiếm ta tục khăng chừng kia cứ sấy sự đây tục khăng chừng kia rồi bao miền được kiếm cứ sấy bán bật tray một số mấy thế nó tụ đầy đa thà cứ sợi tray ấy na đầy miên chặtประจำnâng sợi tray đợt tế đầy sợi tray nó rùm vào đây chỉ 10 kiaนี่คือจะได้ตกตะไคร้เลยเนี่ยเราบอกสตรีบอกเมียตะครีมนะเมียนเพียรเยรูมគ្នាนะហើយមានចិត្តចំណែនចិត្តប្រចាំកាត់ឡើងអាហ្នឹងសេចក្តីទុកខ្លាំងជាងគេនៅត្រង់សេចក្តីប្រចាំសេចក្តីចំណែនកាត់ឡើងនឹងឯងពនាងសមេធាប្រាប់ថាជាសេចក្តីទុកខ្លាំងជាងគេរបស់ស្ត្រីដល់អញ្ចឹងទៅចង់កិច្ចកប់មិនចង់លើកឲ្យពីព្រោះព្រះជាដែលនៅនគរមិថិលាទៅកាលណាឡើងសោយទេត្រូវមានស្ត្រី 16000 នាក់ជាភរិយាដល់អញ្ចឹងពេលនោះព្រះជាសរុចេនោះហ្នឹងដែលត្រូវអភិសេកណាដែលត្រូវបាននាងសមេធាហ្នឹងណាឬបិតានាងសមេធាហ្នឹងថាអញ្ចឹងថាមិនចង់លើកកូនឲ្យទេពីព្រោះអាណិតកូនណាមិនចង់ឲ្យមានស្ត្រីរួមប្តីអីទេព្រះជាវាត្រូវតែមាន 16000 អញ្ចឹងបានសរុចេណាទៀតបានលឺរូបសម្បត្តិរបស់នាងសមេធាហ្នឹងបានមកជាវិសាខាណាទៀតហ្នឹងសរុចេហ្នឹងដឹងថានាងសមេធាហ្នឹងស្អាតយ៉ាងនេះល្អយ៉ាងនេះព្រមរាប់ថាអត់យកស្ត្រីដទៃយកតែនាងសមេធាហ្នឹងមួយអញ្ចឹងបានបិតាហ្នឹងព្រមបកលនាងសមេធាហ្នឹងឲ្យមកព្រះជាក្នុងមិថិលានគរអត់ព្រមយកស្ត្រីដទៃមែនទេអត់ហ្នឹងហើយក៏បាននាងសមេធាហ្នឹងបានបន្តិចឆ្នាំទេរហូត 10000 ឆ្នាំទេ10000 ឆ្នាំមនុស្សពួកមនុស្សអាយុវែងណាក្នុងសម័យហ្នឹងប៉ុន្តែបើតោះនាងសមេធាខ្លួនឯងវាអត់កូនចា10000 ឆ្នាំអត់មានកូនដល់តែអញ្ចឹងពួកអ្នកស្រុកបាសបោថាអត់មានមនុស្សតវងតកូលអត់មានអ្នកណាគ្រងរាជបន្តដល់អញ្ចឹង
សូមឲ្យយកស្ត្រីដតីទៅសូមឲ្យយកស្ត្រីដតីទៅ16000ហ្នឹងគង់តែមាននាងណាមានបុត្រទេហើយព្រះជាប្រកែកទៀតប្រកែកក៏អត់ទេយើងបានសន្យាជាមួយពនាងទេវីហើយសមេធាហើយស្អីយើងក៏អត់យកស្ត្រីដតីទេស្មោះត្រង់ព្រះជាស្មោះត្រង់អត់ព្រមបើតោះតែសមេធាខ្លួនឯងទៅអាណិតប្តីណាហ្នឹងដល់អញ្ចឹងទៅគិតថាយើងចាត់ចែងឲ្យព្រះជាទៅព្រះជាមុខទៅយល់ព្រមហើយយើងចាត់ចែងហើយយើងតាំងនៅក្នុងភរិយាជាមេត្តារបស់ព្រះជាទៅចុះអញ្ចឹងទៅក៏បានក្រាបទូលព្រះជាស្វាមីនឹងឯងសូមចាត់ចែងយកស្ត្រីដតីរើសបានស្អាត4000នាក់មករើសបាន4000នាក់មក4000នាក់នឹងឯងមកបាន10000ឆ្នាំវាអត់មានកូនដែរទាំង4000នាក់ហ្នឹងចេះហ្នឹងដល់អញ្ចឹង10000ឆ្នាំហ្នឹងវាអត់បាន10000ឆ្នាំក្រោយរក4000មកទៀតអត់មានកូនទៀតទេអានឹងថាមកអំពីនាងស្រីឬមកពីស្ដេចលើអត់កូនហ្នឹងណា10000ឆ្នាំក្រោយមកទៀត4000ទៀតតតែ40000ឆ្នាំទៀត40000ឆ្នាំហ្នឹងវាគ្រប់ស្ត្រី16000ណា4004ដងទេណា16000ណាហើយខ្លួនឯងនាងសមេធាហ្នឹង10000ឆ្នាំដែររួមទៅ50000ឆ្នាំអត់មានកូនមួយណាដល់អញ្ចឹងទៅពួកអ្នកនគរថាសូមឲ្យម៉ែស្រីសូមឲ្យភរិយាអីទាំងអស់ហ្នឹងធ្វើសេចក្តីប្រាថ្នាបួងសួងទៅតាំងបួងសួងឡើងនាង16000នោះក៏ធ្វើវត្តផ្សេងទៅតាមរបៀបរបបខ្លួនខ្លះធ្វើវត្តដូចគោខ្លះធ្វើវត្តដូចឆ្កែអីចឹងទៅដល់យល់ថាវាល្អណាវត្តបប្រតិបត្តិហ្នឹងវាបរិសុទ្ធសូមឲ្យមានកូននាងសមេធាមានប្រអីរក្សាសិល5រហូតមកទៀតដល់អញ្ចឹងទៅក៏បានឡើងទៅកាន់ប្រាសាទសមាទានឧបោសថសិលក្នុងថ្ងៃឧបោសថក្នុងកាលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គសោយពីជាតិជាប្រអិនព្រះបរមពុរិស័ទជាប្រអិនទាំងនឹងពិចារណាមើលទៅឃើញវត្តបប្រតិបត្តិល្អណាស់របស់ព្រះនាងសមេធាហ្នឹងអត់មានបុត្រអញ្ចឹងពិចារណាមើលទៅឃើញទេវបុត្រមួយនៅឋានតាវតឹងទេវបុត្រនឹងឯងនឹងអាចដើម្បីទៅបដិសន្ធិជាបុត្រព្រះនាងសមេធានិងព្រះរាជាក្នុងនគរមិថិលានឹងបានហើយទេវបុត្រនឹងមានបុណ្យពីដើមបានធ្វើបានថ្វាយចង្ហាន់បិណ្ឌបាតដល់ព្រះបច្ចេកពុទ្ធ7អង្គទៀតពីជាតិមុនហ្នឹងហើយបាននិមន្តព្រះបច្ចេកពុទ្ធឲ្យគង់នៅនឹងមាត់ទន្លេក្នុងព្រៃកសាងកុដិថ្វាយព្រះបច្ចេកពុទ្ធ7អង្គនឹងទៀតបានធ្វើកុដិថ្វាយព្រះបច្ចេកពុទ្ធបានបុណ្យនឹងឯងមកកម្មទេវលោកនៅក្នុងទេវលោកទៅមកទេវបុត្រនឹងអត់ចង់ចុតិមកជាមនុស្សទេកាលដែលព្រះអិននឹងទៅសំណូមពរសូមឲ្យទេវបុត្រនឹងចុតិមកកើតជាមនុស្សតវ៉ានឹងព្រះអិនថាមនុស្សខំធ្វើបុណ្យឲ្យមកទេវលោកខ្ញុំព្រះអង្គត្រូវចុតិទៅកម្មទេវលោកជាន់លើឲ្យខ្ញុំព្រះអង្គទៅកើតមនុស្សធ្វើអីបើមនុស្សធ្វើបុណ្យដើម្បីមកទេវតាដដែលអញ្ចឹងបានព្រះអិនប្រាប់រងថាបើមកកើតជាមនុស្សយើងនឹងព្រមអាចធ្វើវិមានប្រាសាទដូចទេវលោកអញ្ចឹងដល់ព្រះអិនរាប់អញ្ចឹងក៏ព្រមនឹងមុននឹងចុតិហ្នឹងព្រះអិនក៏បានមកចុះមកនិមិត្តជាតបោះដើរចង្ក្រមលើអាកាសទៅជួបនាង16000នោះនឹងសួរថានាងណាចង់បានបុត្រលើកដៃសំពះទាំងអស់គ្នាទៀតខ្ញុំចាស់ចង់បានបុត្រសូមព្រះតបោះប្រទានបុត្រចឹងនាងណាមានសិលល្អត្រឹមត្រូវល្អមានសិល5មានអបោសុតខ្លួនឯងក៏អត់មានសិល5សិលអបោសុតអីនោះអត់ដឹងបានបង្ហាញទៅនាងសមេធាទៅថានាងនោះមានសិល5សិលអបោសុតអញ្ចឹងនាង16000ហ្នឹងអត់ទៅប្រអិនហ្នឹងបានទៅលើប្រាសាទទៅនៅកណ្ដាលអាកាសនិមិត្តចិត្តរបស់ណាជួបនាងសមេធាសាកសួរនាងសមេធាអញ្ចឹងទៅនាងសមេធានឹងឯងបានប្រកាសបដិញ្ញាទៀតបើខ្ញុំម្ចាស់ហ្នឹងបានបុត្រហ្នឹងគឺខ្ញុំចាស់ត្រេកអររីករាយណាស់បានប្រអិនសាកសួរពីសិលរបស់នាងសមេធាណាហើយបាននាងសមេធារៀបរាប់មាន6ចំណុចទៀតមាន6ចំណុចណាដោយសច្ចវាចាប្រកាសឡើងថាតាំងតែពីខ្ញុំម្ចាស់បានព្រះស្វាមីមកដរាបណាខ្ញុំម្ចាស់មិនដែលមានចិត្តនឹកក្បត់ព្រះស្វាមីដោយកាយដោយវិចារឬសំបីតែដោយចិត្តទាំងទីចំពោះមុខទាំងទីកំបាំងមុខរហូតមកដោយសច្ចវាចានេះគឺសូមឲ្យខ្ញុំបានបត់បើថាមិនមែនជាពាក្យពិតទេជាពាក្យកុហករបស់ខ្ញុំម្ចាស់សូមឲ្យក្បាលខ្ញុំបែកជា7ភាគហ្នឹងរួចទៅបានពោលទៀតថាតាំងពីខ្ញុំម្ចាស់ចាត់ចែងឲ្យមានស្ត្រីទាំងឡាយជាភរិយារបស់ព្រះជា16000ហ្នឹងមកខ្ញុំចាស់មិនដែលមានសេចក្តីចំណាយមិនដែលមានសេចក្តីក្រោធលើនាងណាម្នាក់ទេខ្ញុំចាស់មានចិត្តស្រឡាញ់ស្មើចំពោះនាងទាំងអស់ហ្នឹងឯងដូចជាខ្ញុំចាស់ស្រឡាញ់ខ្លួនឯងដែរ
nâng này chỉ biết sạch chặt tôi mình nhầm ban bật lọ bà biết này chỉ mũ xa tôi mình khắp nhầm bài chỉ bằng bê hệ do chế phải ca rộp rương chân ấy thì bày nó bị rương ca để pra nữ biết sạc cam mà co từng lai nhưng mà chắc mình đại miên biết tầm đây cùng rùa cùng rơi anh măng a hong từ lỡ tia sạc cam mà co tia xa tia xây na tê này chỉ biết sạch chặt tôi mình nhầm mình chắc ban bật lọ cho bà biết này mũ xa tôi mình khắp nhầm bài chỉ bằng bê hệ chứ nâng hay chỉ bị xe nữa cứ Prepasada miền ca sân đọc pro phần này mà đa nhà mình cha na tiếng pre chỉ nợ pre chỉ ni rồi bảo Prepasada có sự lạnh nhà mình cha na hay nhà mình cha chia sẻ tây usa bầm ra miệt đa đầy đa khmer nâng anh mình chơi chỉ dục ngày này chỉ bịa sạch chặt bà bịa này chỉ musa xong rồi các bạn xem bài chỉ vùng bịa cho bà chỉ bịa sạch chặt và cắt cho việc xem ban bật lọ năng tất cả tỷ buồn này tỷ pram nữa riệp rậm tỷ cả vừa tiền ai đào pua samana prem miền bát đầy liền xa rồi hốt ở cả trên địch mau tôi trên này cầm sọt tôi được cốt cái xem cha tay ai trên địch đa đi chụp bẹ sạch chạ tôi mình xem bàn bật lọ bà chụp bẹ musa xong rồi các bạn xem bài chỉ vùng pi phe riêng thì của mũi nếu cứ xem cái nào để xa nơi nơi chỉ sell ở cả trên đây hay xem để xa nơi ở bao tất sell ở ngay đập buôn đập ram nâng ngay bằng bay này pa hay pa là ha rồi dẹp pa tiệt này chia sạch chạ bia cha xong rồi xem bàn bật là hay bảo chia mũ sa xong rồi các bạn xem bài chỉ bằng pi phe cho và các đại nha thì cô phải nói trong giấy to tiệt và anh cứ thật tục anh giấy to tiền ba này off về từ thưa ca nơi tây và lục đó nằm nơi khung prea từ tha nó cầm đánh prea thà bật tục anh ném nâng giấy to từ tiết tới cầm đánh kia tha một quan kia tha từ tiết nó riệp rập pi rương rồi biết đôi khi chân trắng ấy đó và anh po cắt từ anh sờ xa ném sờ mê thề được riệp rập sập cực tới nâng từ tiền bật ai với cái tờ lót từ vinh tới đàn từ ném sờ mê thề từ ở sờ bay đi đây xua đâm thay cho anh chị ấy sập cực trắng ấy đó bạn phải giúp nâng anh tê và bọt nâng mua nè lệ cà rạ tê bọt tiền nè lệ cà rạ tê bọt nâng bàn chọn tệ mà để sân thị ấy để sân thị tệ đọc khai tiền nó sồn mà nương niềng sớm thế dụ chiêng pram ơn cho nam ấy nữa nè chiêng pram ơn cho nam ấy rồi trong cuối để đọc khai đó thì sốt bọt má bọt nâng bàn là dụ đọc ở môi năm trời áp say ấy say để tiền nằm pe nâng trời cực cu đầm bay sang xong và xa nữa và anh trong chia bàn chặt với sự cam tê ở bọt ao mà niệm với sự cam tê bọt nông cao nâng bàn mau chỉ phải hành non tiền niệm chia và xa chỉ tích ao mau tiền mà đâu tiền nâng ao lịch xong rồi bọt nâng bàn mau chỉ thoát thì chị tiền thọp bàn co sang cọt phai tới thì chơi cờ phụt nữa đó vừa ở và anh ai tìm mệt nơi bờ sàn nằm riêng nâng sân khai và nâng anh chỉ cao sầm đai ở khơi tha nông ca nâng vừa ông chỉ phải anh ban vật tiền pu ở chỉ mê thê nâng anh đây chỉ mê thê từ ca chọn bàn bọt nút vừa ông ban vật tiền bọt áo đòi từ sông ở tê bọt chọn tệ mà ca nó nâng vừa ông sầm đai chân nâng hay ông bà sĩ cao visa kha đi chui nông bờ sạt na chra na thế na không bay tiện tôn năng rương vì nay tiền có chui đây thì khẩu miên sụp hiệp mình đó bật tới đầm bay thì đây sạp xôn ai đầm bay nhang sụp hiệp này tây oi on thói oi thì đây chơi phá ba chỉ cao vì sao khap chặt chơi không cạch cao lắm đấy nơi không anh ấy tạ sự khap bọt nước miên rương phải tiền gì nâng tay để từ cam từ cô ốp thạ nơi không sao là thầy tiền làm không pe mũi nước sạch na nâng stray mà nè sạch na chân tới cái lớp ở miền từ đây ấy đòi từ xua cây nè nâng từ nay từ cam từ cô nói từ cô nâng ốp thạ đâu tiết lốc từ cam tiết cây tiết từ đó xua rồi nè nâng tiền thì prap từ nè nơi không có tốc châu từ không có tốc từ nơi không có tốc tập pi nè hãy pe nâng ở ba sự cao vì xa khá ở ba sự cao vì xa khá không sao và thấy nó đến cứ là bay thay chia stray miền mông cô ở đây xua ở đây cứ mình sâu miền rốt miền chủng ngư miền đầm cạp ấy thế mà lo hay cái chặt tốc thay chia stray mông cô pe phơi mông cô ca pe ấy cái chơi cả tôm đại khan đấy phơi bon phơi tiền ấy chơi nha đầm bay thả chỉ mông cô bọc kế đó nằm hai cái tay thì chun bài quạt vì xa môn kê chỉ này cái ba sự cao vì xa khá nữa đến năng miền sầm đây năng thăm mà bật ra cái thà đâu đây nó là ba sự cao vì xa khá khơi trên khẩu tê gì năng trắng còn miền đồng nong ó trôi tập rạp lâu rồi mình chắc mà nơi cái nông bình tốc ngắt thì muốn miền để kiềm những ắt xăm rôm mê năng sum đây con chắc ắt miền đồng nong của bớt thua ấy mình lọ mình miền đồng nong của bớt ở cõi giang na cả đói pan té nè đợt tây cái khơi nhái cái ắt miền cái đây chỉ để phá cái ớt thiệt
ទាយីអត់ស្ដាប់បាសិកាវិសាខាមកប្រាប់ភិក្ខុទាំងឡាយទូលព្រះរាមាភិក្ខហៅភិក្ខុទាយីសួរទៅព្រះអង្គបន្ទោសចិត្តមោខៈបរោះសពគ្រប់រួចព្រះអង្គសម្ដែងសិក្ខាបទណានិយតសិក្ខាបទណាភិក្ខុដែលនៅជាមួយមេត្តក្រៀមក្នុងបន្ទប់ដែលអាចប្រព្រឹត្តរឿងអាក្រក់បានតែពីរនាក់អញ្ចឹងបើមានឧបាសិកាណាដែលមានវាចាគួរជឿបាននឹងចោតនៅអាបត្តិបរាជិកអាបត្តិសង្ឃេរសេអាបត្តិបាចិត្តយៈឲ្យបើខុសភិក្ខុនោះទទួលរាប់នៅអាបត្តិណាឲ្យវិន័យធម៌ដាក់នៅអាបត្តិនឹងអញ្ចឹងទៅឬថាឧបាសិកាដែលមានពាក្យសម្ដីគួរជឿបានខ្លួនឯងនឹងចោតអាបត្តិណាដល់ភិក្ខុនោះអាបត្តិបរាជិកសង្ឃេរសេឬក៏បាចិត្តយៈនឹងគឺត្រូវវិន័យធម៌ដាក់អាបត្តិភិក្ខុនឹងតែម្ដងនឹងបើចោតចំអាបត្តិណាហើយគឺឲ្យដាក់កាត់អាបត្តិនឹងតែម្ដងចំពោះឧបាសិកាដែលមានពាក្យសម្ដីគួរជឿព្រះអត្តកថាប្រាប់ថាគឺជាព្រះអរិយបុគ្គលទាំងដែលបានសម្រេចសត្តាបត្តិផលជាដើមអញ្ចឹងទៅណាអានឹងគឺឧបាសិកាដែលមានពាក្យសម្ដីគួរជឿហើយហ្នឹងក្រោយមកឧទាយីនឹងមិននៅក្នុងទីបិទទីបាំងចិត្តភ្នែកគេទេប៉ុន្តែទៅនៅឆ្ងាយពីតិចគេមើលឃើញតែគេស្ដាប់អត់ឮអានឹងឧបាសិកាវិសាខាចូលទៅប្រាប់ទៀតទេហ្នឹងបានមានរឿងរ៉ាវក្នុងអនិច្ចតសិក្ខាបទហ្នឹងវាមានពីរអាកំបាំងតិចហ្នឹងអានឹងត្រូវឧបាសិកាដែលអាចមាននៅពាក្យសម្ដីគួរជឿបាននឹងអាចចោតនៅអាបត្តិសង្ឃេរសេះនិងបាចិត្តយៈទៀតហ្នឹងនេះគឺជារឿងឧបាសិកាវិសាខាណាទៀតហ្នឹងដែលអាចជួយទំនុកបំរុងក្នុងព្រះសាសនាជួយការពារកិត្តិយសព្រះសាសនាហ្នឹងហើយក្នុងរឿងភិក្ខុនីដែលជាមេដារបស់ព្រះកុមារកស្សបៈនឹងក៏ស្នាដៃឧបាសិកាវិសាខាគួរឲ្យយើងជ្រះថ្លាដែរភិក្ខុនីនឹងមុនដំបូងមិនតាន់បានបួសនៅជាស្ត្រីក្នុងតកូលចង់បួសពុកម្ដាយមិនឲ្យបួសខត់ឲ្យមានប្តីទៅដល់តែមានប្តីសិទ្ធទៅនៅលើប្តីសុំប្តីមកបួសប្តីចិត្តល្អនេះស្ទើរឲ្យមកបួសដល់មកបួសទៅវាមិនដឹងខ្លួនឯងវាមានគួររួចហើយណាំដល់មកបួសទៅបួសក្នុងសំណាក់ទេវទត្តពោះវិញ្ញាណធំទៅអញ្ចឹងទេវទត្តខ្លាចខ្មាស់គេបណ្ដេញឲ្យភិក្ខុនីនឹងសឹកភិក្ខុនីនឹងអត់ព្រមសឹកស្រឡាញ់ភ្នោះស្រឡាញ់តាំងពីមិនទាន់មានប្តីឥឡូវទេវទត្តអីមកឲ្យខ្ញុំសឹកអីខ្ញុំមិនមែនបួសឧទ្ទិសចំពោះលោកទេវទត្តឯងទេខ្ញុំបួសឧទ្ទិសចំពោះព្រះសាស្តាទៅមិននាំខ្ញុំទៅជួបព្រះសាស្តាទៅរឿងរ៉ាវហ្នឹងបានទៅដល់ព្រះសាស្តាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបថាសិលល្អហើយអត់មានទ្រុសសិលទេពីកណីហ្នឹងនោះមានគួរតាំងពីមុនបួសប៉ុន្តែកុំឲ្យវិនិច្ឆ័យតែព្រះអង្គអញ្ចឹងព្រះអង្គត្រាស់ហៅបាទបសិនិកោសលអនាតបិនឧបាសិកាវិសាខាហើយនឹងឲ្យព្រះឧបល័យដែលជាឯកតតិកខាងទ្រទ្រង់វិន័យមកវិនិច្ឆ័យនឹងបានព្រះឧបល័យនឹងឯងឲ្យឧបាសិកាវិសាខានឹងឯងចាត់ចែងឧបាសិកាវិសាខាពាត់វាំងនោនហ្មងចិត្តយកពីកណីនឹងដាក់ក្នុងវាំងនោនទៅមើលចាប់ដៃចាប់ជើងមើលផ្សិតមើលពោះអីយ៉ាងម៉េចយ៉ាងម៉ាត់ដឹងហ្មងទៀតដឹងថារាប់ខែរាប់ថ្ងៃទៅនឹងមានគួរតាំងពីមុនបួសបានមកប្រាប់ព្រះឧបល័យកាត់ក្តីផឹងតែហ្មងទៀតនឹងពីកណីនឹងគឺថាមានសិលបរិសុទ្ធអញ្ចឹងទៅក៏រងាប់អធិការនឹងបានទៅនឹងរហូតបានប្រសូតបត់នឹងមកបាទបសិនិតិកោសលយកទៅចិញ្ចឹមទៅរហូតបានមកបួសជាព្រះកុមារកស្សបៈបានជាព្រះអរហន្តណាទេកំពូលលើវិខទាំងឡាយផ្នែកខាងសំដែងធัวដល់វិចិត្រពីរោះមែនអញ្ចឹងទេនឹងអញ្ចឹងភិក្ខុនីនឹងខ្លួនឯងស្រឡាញ់កូនពេកអញ្ចឹងទៅអត់បានសម្រេចអ្នកផលលើក្រោយមកតើកូនប្រើឧបាយដីឲ្យប្រមាទដាប៉ុណ្ណឹងក៏មិនដាច់ចិត្តពីកូនដែរដល់អញ្ចឹងទៅអន់ចិត្តអានេះវាជារឿងអន់ចិត្តមួយល្អចិត្តនឹងវាដាច់ពីកូនទៅខំប្រព្រឹត្តធัวធ្វើទីពឹងឲ្យខ្លួនឯងអត្តាហេអត្តនោនេថោកោហេនេថោបរោសិយាអត្តនាហេសតន្តេនេនេថੰលបតិទុលភ័ងបគាថានឹងព្រះអង្គសម្ដែងប្រពចំពោះមេដាព្រះកុមារកស្សបៈនឹងឯងនឹងបានជាព្រះរហន្តតីទៅណានឹងអស់អាសវៈកិលេសទៅឃើញទេនេះស្នាដៃឧបាសិកាវិសាខាឆ្លាតឆ្លេះអញ្ចឹងណាជួយឲ្យភិក្ខុនីនឹងឯងបានរួចផុតអំពីការចោទប្រកាន់រងាប់អធិការបានហើយឲ្យភិក្ខុនីនឹងឯងតាំងនៅក្នុងភាពជាអ្នកមានសិលបរិសុទ្ធតាមសេចក្តីពិតហើយបានទៅជាព្រះអរហន្តដោយអត់បានសឹកអត់បានឃ្លាតចាកពីធម្មវិន័យនឹងហើយមានរឿងរ៉ាវច្រើនទៀតណាខ្ញុំកណាសម្ដែងមិនអស់ទេខ្សែអាប់នឹងវាអស់ណាកណាគុណចាស់ញាតិញោមស្រីប្រុសគ្រាន់តែខ្ញុំកណានឹងបានសម្ដែងប៉ុណ្ណឹងអំពីប្រវត្តិឧបាសិកាវិសាខា3ម៉ោង3ខ្សែអាប់ណាទៀតនឹងអញ្ចឹងហើយឧបាសិកាវិសាខានៅមានរតីទេនឹងហើយសូមកណាគុណចាស់ញាតិញោមបងប្អូនប្រុសស្រីសិក្សាប្រវត្តិ
របស់ព្រះអរិយបុគ្គលទាំងឡាយផ្សេងមានឧបាសិកាវិសាខាជាដើមនឹងជាគំរូទាំងដើម្បីបានប្រព្រឹត្តនៅកុសលធម៌ឲ្យបានល្អដូចដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហើយអេវង្ជាតេនមច្ចេអ្នកកតពាំងប្រសឡង្ពហុងនឹងអ្នកដែលកើតមកមានសេចក្តីស្លាប់ជាធម្មតាគឺត្រូវបំពេញនៅកុសលឲ្យបានច្រើននឹងជាពុទ្ធិកាព្រះអង្គដែលផ្ដាំណាទៀតសុខាសត្ធាបតិតហេតាកូនស្ដាប់ទេសនាសាស្តាទូលមានបាននៅសទ្ធាក្នុងព្រះទ្រង់ញាណកូនបានជិះយានមានព្រះនាំផ្លូវសទ្ធាតាំងមមក្នុងចិត្តសន្តានកូនពិតជាបានផុតរឿងអាស្រូវជិះយានមានសុខសម្រុកឆ្ពោះផ្លូវមេល្អពេកទៅទីផុតស្លាប់